មុននឹងសម្រេចចិត្តខ្ចីលុយពីធនាគារមីក្រូហិរញ្ញវត្ថុបងប្អូនជួយមើលរូបភាពខាងលើដែលខ្ញុំបានដាក់នេះមើលឲ្យយល់ទាំងអស់គ្នាតិចណាមើលឲ្យយល់មើលឲ្យដឹងពីអត្ថន័យដឹងពីខ្លឹមសារនៃរូបភាពហើយចាំជួយខមមិនប្រាប់ម្នាក់មួយផងដើម្បីចែកម្លែកទៅកាន់បងប្អូនយើងដទៃទៀតខ្ញុំមានចំណុចមួយចំនួនឲ្យបងប្អូនថ្លឹងថ្លែងហើយពិចារណាមុននឹងធ្វើការខ្ចីលុយពីធនាគារបងប្អូនមើលរូបភាពនេះមើលបុគ្គលិកធនាគារហុចលុយឲ្យទៅកាន់អតិថិជនហើយអតិថិជនហុចប្លង់ផ្ទះឲ្យដើម្បីជាថ្នូរនៅក្នុងការខ្ចីលុយបាន$10000ណានៅពេលដែលយើងខ្ចីលុយ$10000នេះស្អីខ្លះដែលយើងត្រូវទទួលខុសត្រូវជាក្តីកង្វល់របស់យើងបើសិនជាយើងខ្ចីលុយ$10000ដាក់រយៈពេល5ឆ្នាំស្អីដែលយើងត្រូវកង្វល់ក្នុងរយៈពេល5ឆ្នាំហ្នឹងអញ្ចឹងការខ្ចីលុយអញ្ចឹងខ្ញុំឲ្យមើលរូបភាពនេះមើលឲ្យយល់កុំឲ្យការខ្ចីលុយហ្នឹងវាคล้ายទៅជាអាវុធដ៏មុតស្រួចអាចសម្លាប់យើងបាននៅក្នុងកំឡុងពេល5ឆ្នាំដែលយើងបានយកលុយ$10000យកទៅប្រើប្រាស់ហ្នឹងណាតោះនៅពេលដែលយើងខ្ចី$10000ណាអ្វីដែលយើងកង្វល់បើសិនជាក្នុងករណីដែលបងប្អូនទាំងអស់គ្នាយកលុយហ្នឹងមិនបានប្រើប្រាស់ឲ្យត្រឹមត្រូវយកទៅផលិតចំណូលថែមណាគោលបំណងនៃការប្រើប្រាស់អត់ច្បាស់លាស់ណាបង់ការប្រាក់ជាការទទួលខុសត្រូវបង់ការប្រាក់ណាជារៀងរាល់ខែខ្ចីលុយ$10000ត្រូវបង់សេវារដ្ឋបាលមួយខែមួយណាសំទោសបង់ដំបូង 1% ឃើញទេបង់ថ្លៃសេវាប្រតិបត្តិការអញ្ចឹងគេមានសិទ្ធិយកសេវាប្រតិបត្តិការខ្ពស់បំផុត 5% ក្នុងមួយឆ្នាំអញ្ចឹងជួយមកចែកជាខែឲ្យបងប្អូនអរគ្នាត្រូវបង់ឃើញទេនៅពេលដែលយើងត្រូវការបង់ផ្ដាច់ទៅជាប់ពីនៃគេ 3% ទៀតជាប់ពីនៃគេ 3% ទៀតហើយយើងមើលរូបភាពផ្ទះយើងប្រសិនបើយើងយឺតយ៉ាវនៅក្នុងការបង់ទៀតផ្ទះត្រូវបានគេចាក់សោប្តឹងលូកដៃឡងអស់លីងអាហ្នឹងជាការសម្រេចចិត្តវាមិនមែនជារឿងលេងសើចដោយបងប្អូនជជែកគ្នាហ្នឹងឯងខ្វះលុយខ្ចីធនាគារនេះអាពាក្យហ្នឹងស្រីស្រួលប៉ុន្តែអាការយកលុយពីធនាគារយកមកហ្នឹងបើប្រើអត់ត្រូវនេះដូចក្នុងរូបភាពហ្នឹងចឹងបែកញើសខ្ចាយសូម្បីតែអោគ្មានពាក្យផងខ្ញុំមាន3ចំណុចជូនទៅកាន់បងប្អូនទាំងគ្នាសម្រាប់បងប្អូនយើងដែលគាត់ជាអ្នកធ្វើការមានចំណូលថេរសម្រាប់អ្នកដែលគាត់ប្រកបអាជីវកម្មអ្នកអូស៊ីអូខេខ្ញុំធ្វើវីដេអូមួយទៀតឲ្យប៉ុន្តែសម្រាប់អ្នកដែលគាត់មានចំណូលថេរគាត់ត្រូវពិចារណា3ចំណុចគួរតែគិតណាទី1យកលុយពីធនាគារនិងមីក្រូហិរញ្ញវត្ថុយកមកប្រើប្រាស់ដោយមានគោលបំណងជាក់លាក់ច្បាស់លាស់ទី2គណនាលទ្ធភាពសងខ្លួនឯងត្រឹមតែ 30% ទៅ 40% នៃចំណូលសរុបដើម្បីយកទៅសងធនាគារបានហើយមានន័យថាបើយើងប្រាក់ខែ$1000យើងយកតែ$300 30% នៃ$1000 ទៅសងធនាគារដើម្បីគ្រប់គ្រងបំណុលរបស់យើងធ្វើបែបនេះកាលណាយើងគ្រប់គ្រងលទ្ធភាពសងបានល្អលុយដែលយើងខ្ចីមកពីធនាគារគឺមានប្រយោជន៍អាចជួយយើងនៅក្នុងការពង្រីកសមិទ្ធផលពង្រីកទ្រព្យសម្បត្តិរបស់យើងបានឃើញទេអញ្ចឹងទី1ប្រើប្រាស់គោលបំណងឲ្យជាក់លាក់ទី2គណនាលទ្ធភាពសងត្រឹមតែ 30% ទៅ 40% ទី3បងប្អូនត្រូវជ្រើសរើសរបៀបសងដើមបូកការប្រាក់ថេជារៀងរាល់ខែវាពិតមែនតែជំរើសបង់សងថេនេះវាអស់ការច្រើនបន្តិចមែននៅពេលដែលចុងវគ្គប៉ុន្តែជួយឲ្យបងប្អូនអរគ្នាអាចខ្ចីទុនបានច្រើនហើយបង់តិចទៅតាមលទ្ធភាពដែលយើងបានកំណត់ទុកថាត្រឹមតែ 30% នៃចំណូលនៅក្នុងការសងទៅធនាគារព្រោះណាអញ្ចឹងមាន3ចំណុចហ្នឹងដែលបងប្អូនគួរតែពិចារណាហើយ3ចំណុចនេះអាចធ្វើឲ្យបងប្អូនអរគ្នាគ្រប់គ្រងបំណុលដែលបានខ្ចីមកពីធនាគារបានល្អប្រសើរវាคล้ายទៅជាទ្រព្យរបស់បងប្អូនអរគ្នាចំណុចមួយចុងក្រោយជួយខ្ចីលុយរៀលប្រើប្រាស់លុយរៀលទាំងអស់គ្នាលើកកម្ពស់លុយរៀលអរគុណបងប្អូនអរគ្នាជួបជុំខ្ញុំបាទបន្តនៅវីដេអូក្រោយ